ដរាបណាក្តីភ័យអន្តរាយមិនទាន់មកដល់ទេដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្នដល់ភ័យនោះបើក្តីភ័យអន្តរាយមកដល់បុគ្គលគប្បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយមានតែធម៌មួយទេលោកហៅថាមិត្តធម៌ដែលជាប់ដិតតាមជាមួយខ្លួនទៅក្នុងពេលស្លាប់ឯអវយវៈដទៃទៀតសុទ្ធតែដល់នៅសេចក្តីវិនាសអន្តរាយជាមួយនឹងសរីរាង្គកាយទាំងអស់ទីឋានណាមិនមានអ្នកប្រាជ្ញរីកដិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកដង្កើងសរសើរដូចជាប្រទេសណាមួយដែលឥតមានប្រឹក្សាជាតិបើមានតែដើមល្ហុងក៏លោកសន្មតថាដើមឈើបានដែរគេដឹងចិត្តមិត្តក្នុងគ្រាក្រដឹងចិត្តទាហានឃ្លាវខ្លាក្នុងពេលសង្គ្រាមដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេដឹងចិត្តភរិយាក្នុងពេលខ្សត់ទ្រព្យនិងដឹងចិត្តផៅពងក្នុងគ្រាវិនាសអន្តរាអ្នកណាមិនលះបង់មិត្តក្នុងគ្រាមានទុក្ខក្នុងគ្រាអន្តរាយក្នុងគ្រាទុរភិក្សក្នុងគ្រារាជចលាចលក្នុងទ្វារព្រះរាជានិងក្នុងព្រៃស្មសានអ្នកនោះលោកហៅថាផៅពងនរជនណាមិនជឿស្ដាប់ភាសិតមិត្តសម្លាញ់ដែលប្រាថ្នាធ្វើប្រយោជន៍ឲ្យក្តីភ័យអន្តរាយស្ថិតនៅចិត្តអ្នកនោះនរជននោះឈ្មោះថាធ្វើសេចក្តីត្រេកអរដល់សត្រូវបុគ្គលគប្បីវាមិត្តដែលពងបំផ្លាញការងារក្នុងទីកំបាំងមុខហើយនិយាយពីរសផ្អែមល្ហែមក្នុងទីចំពោះមុខមិត្តបែបនេះប្រៀបដូចឆ្នាំងពោពេញដោយពុលពុលមានមាត់ប្រឡាក់ដោយទឹកដោះផ្អែមបុគ្គលកុំគប្បីចងមិត្តសម្លាញ់ឬចងស្ពានមេត្រីមួយអន្លើដោយមនុស្សទុរជនឲ្យសោះដូចទីជូងបើនៅក្តៅរលាកដៃបើរលត់ហើយក្តីវាប្រឡាក់ដៃបុណ្យបាបដែលបុគ្គលធ្វើទុកក្នុងលោកនេះមានកម្លាំងប្លែកចម្លែកអស្ចារ្យណាស់តែងឲ្យផលតបស្នងវិញយ៉ាងយូរ3ឆ្នាំឬក៏3ខែពំនោះ3កាប់បើពំនោះត្រឹម3ថ្ងៃ